នេះជាប្រភេទ clicky switch ហើយនេះជាសម្លេងដករបស់វាប៉ុន្តែអ្នកទាំងគ្នានឹងចាំពាក្យដែលខ្ញុំធ្លាប់និយាយក្នុងវីដេអូមុនអត់តែបើអ្នកដែលប្រើ clicky switch សូមគោរពវាឲ្យបើចង់ខូចសម្លេងរបស់វាតែហេតុអីទៅឥឡូវនេះខ្ញុំនឹងបើកមើលគ្រឿងក្នុងនៃ clicky switch មួយនេះឲ្យអ្នកទាំងគ្នាបានឃើញ switch ប្រភេទនេះដំណើរការបញ្ជូនសញ្ញានៅពេលដែលផ្នែកលេចចេញនៅលើ stem ទៅប៉ះទង្គិចជាមួយនឹងប្រទេសដែកផ្នែកខាងក្រោមពេលដែលយើងសង្កត់ចុះដែលវាបង្កើតបានជាសម្លេង click ឮច្បាស់ព្រមទាំងផ្ដល់អារម្មណ៍វាយបាញ់យ៉ាងណែនដៃផងដែរការដឹងច្បាស់ពីដំណើរការរបស់វាគឺជាហេតុផលចម្បងដែលមនុស្សជាច្រើនសម្រេចចិត្តជ្រើសរើសយក clicky switch មកប្រើប្រាស់ចុះបើសិនយើងនៅតែជំរុញលូកវាទៀតព្រោះតែការលូបតែងតែជួយឲ្យ switch វាយបានរលូននិងមានសម្លេងពីរោះជាងមុនមែនអត់តោះចាំខ្ញុំបង្ហាញពីផលវិបាកដែលកើតឡើងនៅពេលដែលយើងលូបវានេះគឺជាការប្រៀបធៀបសម្លេងរវាងគ្រាប់ដែលបានលូបរួចនិងគ្រាប់ដែលមិនទាន់បានលូបពេលដែលយើងលូបនៅលើ clicky switch គឺស្មើនឹងយើងបំផ្លាញវាឲ្យទៅជា tactile switch ដែលមានសម្លេងនិងអារម្មណ៍នៃការចុចមិនសូវពីរោះលើពីនេះទៅទៀតអ្នកទាំងគ្នាមិនអាចជួយសម្អាតលូបនោះចេញយ៉ាងជ្រៅ 100% វិញបានទេនិយាយរួមទៅគឺវាខូចគុណភាពហ្មងការលូបគឺល្អសម្រាប់ការម៉ូតប៉ុន្តែត្រូវចាំថាមិនមែនគ្រប់ switch ទាំងអស់សុទ្ធតែត្រូវការលូបទេជាពិសេសគឺប្រភេទ clicky switch នេះ